ចាហាត់រាល់ថ្ងៃហ្នឹងបានសុខភាពច្រើនណាស់បងប្អូនអើយសប្បាយចិត្តណាស់បងខ្ញុំឃើញបងប្អូនបានសុខភាពអញ្ចឹងពីខ្ញុំសប្បាយចិត្តហ្មងណាបងប្អូនខ្ញុំធ្វើវីដេអូខ្ញុំអត់ហត់ទេខ្ញុំអត់ខ្ជិលហ្មងឲ្យតបានបងប្អូនមានសុខភាពល្អខ្ញុំដឹងតែពីសប្បាយចិត្តហើយចាហ្នឹងហើយបងប្អូនទាំងអស់គ្នាថែទាំសុខភាពយើងទៅព្រោះអីយើងគ្មានអីបានតបស្នងជាមួយកូនចៅយើងទេមានតែយើងថែទាំសុខភាពនឹងហើយដែលបានល្អសុខភាពយើងបានល្អកូនចៅក៏វាសប្បាយចិត្តហើយនឹងហើយដែលថាតបស្នងសងឲ្យកូនយើងសប្បាយចិត្តចឹងណាយើងគេចិញ្ចឹមយើងគ្រប់បែបយ៉ាងតាំងមហូបស៊ីតាំងពីនិយាយចំទៅលុយកាក់គ្រប់បែបយ៉ាងទាំងអស់កូនរ៉ាប់រងលើនៅលើយើងហើយយើងខំថែទៅនឹងហើយលើកទឹកចិត្តកូនកូនសប្បាយចិត្តចឹងយើងក៏យើងសប្បាយដែរបើសិនជាយើងឈឺយើងងើបពីកតេលមិនរួចគ្នាតឹងដំទ្រូងប៉ុណ្ណាបងប្អូនបើតថាយើងម្ដាយយើងឪពុកយើងគ្នាតឹងដំទ្រូងប៉ុណ្ណាបើសិនជាយើងមិនចេះថែទាំខ្លួននោះចានឹងហើយអរគុណច្រើនហើយបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាចារៀបចំហាត់ប្រាណហើយបងប្អូនអើយចាការដែលយើងហាត់នឹងវាបានសុខភាពច្រើនបងប្អូនទាំងអស់គ្នាចាកាលណាយើងធ្វើយើងបានផលចាហ្នឹងហើយក្រុមខ្ញុំគឺអត់ដែលខានទេគឺព្យាយាមណាស់បងប្អូនអើយរាល់ថ្ងៃទៅក៏វាបានផលដែរចាហ្នឹងហើយការតស៊ូវាចេះតែបានហើយចាហើយយើងនាំគ្នាហាត់ចឹងទៅបលែងលេងសើចលេងប្រអាប់គ្នាលេងចឹងណាអត់ចេះខ្វះរឿងទេបងប្អូនហើយចាដល់ពេលយើងមានកម្មវិធីអញ្ចឹងទៅបានបលែងគ្នាបាននិយាយលេងជាមួយគ្នាសើចលេងចឹងទៅក៏យើងចេះតែសុបាយទៅតាមនឹងវាអត់សូវហត់ហ្នឹងណាចាដល់ពេលជាប្រចាំរាល់ថ្ងៃអត់ហត់ទេបងប្អូនទោះបីហត់យ៉ាងណាក៏វាដូចយើងថាមិនហត់អីខ្លាំងទេចាហ្នឹងហើយការហាត់ហ្នឹងវាអញ្ចឹងមែនដើម្បីបានសុខភាពហើយចេះតែអត់ខ្ជិលហ្នឹងហើយទៅធ្វើជាប្រចាំរាល់ថ្ងៃចឹងទៅក៏វាមិនសូវជាមានបញ្ហាដែរសុខភាពដូចយើងថាដូចខ្ញុំអញ្ចឹងខ្ញុំអាយុច្រើនហើយបងប្អូនអាយុ67ឆ្នាំហើយក៏ខ្ញុំមិនសូវជាទ្រុឌទ្រោមអីដែរកម្លាំងកំហែងអីចឹងណាមិនគ្រាន់តែថាយើងចេះតែថែចឹងទៅបើយើងមិនថែក៏វាធ្ងន់ធ្ងរទៅតាមនឹងដែរបើយើងថែទាំទៅក៏វាបានផលចឹងដែរចាថ្ងៃការព្យាយាមវាចិត្តតែបានសម្រេចដែរព្យាយាមឡើងដើម្បីបានសុខភាពមានតែប្រឹងប្រែងទៅចាបងប្អូនណានិយាយពីសើចលេងជាប្រចាំរាល់ថ្ងៃហ្មងណាហ្នឹងហាត់អត់ហត់ទេអ្នកម្នាក់បានអារឿងសើចលេងក្អាយអញ្ចឹងទៅអត់សូវហត់ដែរចាដល់ថ្ងៃអញ្ចឹងទៅអត់សូវហត់ទេចាគេទៅធ្វើអញ្ចឹងទៅបងប្អូនណាដល់ការតាំងចិត្តវាសំខាន់ទៅលើចិត្តគេតែចិត្តយើងធ្វើបានគឺបានហើយបើចិត្តយើងថាធ្វើមិនបានអាហ្នឹងជារឿងរបស់យើងហើយចាមានអ្នកសួរដូចខ្ញុំទៅប៉ុនព្រឹកមិញអញ្ចឹងទៅប៉ុនផ្ទះញាតិពធហ្នឹងសួរថាហាត់ម្ដងគេយកប្រមាណថាអត់មានយកលុយផងអត់តែមកហាត់ទៅខ្ញុំមិនដែរយកលុយយកកាក់អីធ្វើទៅហើយម្នាក់ហ្នឹងគាត់អាយុតិចណាអាយុទឹកតែប្រមាណទេប៉ុន្តែគាត់ទុច្ចទុនជ្រាយគាត់ថាគាត់ហាត់ដែរគាត់ដើរវាបានដែរប៉ុន្តែវាមិនសពរាងកាយអញ្ចឹងណាអត់ដូចយើងហាត់យើងលើកដៃលើកជើងលើកអីអញ្ចឹងទៅវាដូចយើងថាវាលលាស់ទៅតាមនឹងអញ្ចឹងទៅណាចាខ្លាញ់យើងក៏វាចុះមកវិញដែរយើងហូបរបស់ខ្លាញ់ខ្លាំងក៏វាមិនអីដែរដូចខ្ញុំអញ្ចឹងបងប្អូនណាមានដែរចេះតមទេស្អីក៏ហូបដែរឲ្យតែមានដោយសារអីដោយសារខ្ញុំអាងហាត់ប្រាណហ្នឹងណាហើយស្គរក៏មិនឡើងឈាមអីក៏វាមិនឡើងដែរតែខ្លាញ់ខ្ញុំមិនដែរមើលដែរបច្ចុប្បន្នកាលហ្នឹងប៉ុន្តែគេថាបើធ្វើទុកខ្លាញ់ច្រើនមានដូចយើងថាឆាប់ហត់ខ្លាំងអញ្ចឹងណាមិនទៀងដែរយើងវាមិនហ៊ានទៅច្បាស់ថាខ្លួនយើងមិនមានខ្លាញ់ទេព្រោះខ្ញុំអត់ដែរពិនិត្យដែរឥឡូវចាដល់អញ្ចឹងទៅយើងវាមិនដឹងក្នុងខ្លួនដែរប៉ុន្តែវាអត់ប្លែកអីដែរបងប្អូនក្នុងខ្លួនហ្នឹងដូចយើងអត់
ខ្លាចអត់អីទេចាយកនៅចូលមុខគេទេពួកអីយើងនឹងខ្ពស់ខ្លាចបាំងអ្នកទៀបយើងឲ្យអ្នកទៀបឈរមុខទៅខ្លួនឯងចិត្តនៅខាងក្រោយអញ្ចឹងណាចាដើម្បីបានសុខភាពហើយយើងចេះតែធ្វើទៅដើម្បីថារាងកាយខ្លួនយើងទេគ្មានណាគេមកជួយយើងទេមានតែយើងនឹងហើយចាចេះតែធ្វើទៅប្រចាំថ្ងៃអញ្ចឹងរាល់ថ្ងៃអញ្ចឹងទៅណាចានឹងហើយកាលណាយើងព្យាយាមអញ្ចឹងទៅក៏វាចេះតែបានសម្រេចក្នុងខ្លួនយើងដែរហើយមួយថ្ងៃហ្នឹងក៏វាសុបាយចិត្តបានសើចលេងជុំគ្នាអញ្ចឹងទៅហ្នឹងហើយក៏ខ្ញុំកុំអីក៏ខ្ញុំមកដាក់វែងដែរដោយសារបងប្អូនចេះតែសួរថាដាក់ខ្លីម៉េះចង់ធ្វើតាមធ្វើអត់កើតដោយសារខ្លីពេកចាដល់អញ្ចឹងខ្ញុំក៏ដាក់វែងទៅហ្នឹងហើយបងប្អូនកុំប្រកាន់អីយើងមើលតាមនឹងទៅធ្វើម៉េចយើងវាមិនអ្នកជំនាញអីដូចគេអញ្ចឹងណាចាតាមនឹងអញ្ចឹងទៅហើយមានសូវខំណាងាយមាញ់នឹងគិតទៅពីខំផ្អាប់គ្នាលន់សើចពេញទឹកពេញដីអញ្ចឹងឲ្យទៅណាមកវិញមានរឿងសើចហើយចាបានដើរទៅណាមកវិញមានរឿងសើចអត់ចេះខ្វះរឿងទេចាហ្នឹងហើយការធ្វើហ្នឹងវាសុបាយជុំគ្នាអញ្ចឹងទៅថ្ងៃហ្នឹងដូចយើងយ៉ាប់ដល់ហើយដូចអត់រលូនសោះតិចនេះដើរទៅនេះតិចនោះដើរទៅនោះមានការរហូតចាហ្នឹងហើយចាអឺអលអួលណាបងប្អូនហើយចាដល់ពេលចូលសលេងហ្នឹងក៏ពិបាកដែរបងប្អូនហើយមកចូលនៅក្រោមដើមឈើនេះតិចឡានតិចម៉ូតូតិចឡានតិចម៉ូតូដល់ចឹងទៅវាវល់តាមនឹងចឹងណាចាសួស្តីហ្នឹងហើយបងប្អូនទាំងអស់គ្នាយើងខំប្រឹងទៅជាយើងទៅដើម្បីបានសុខភាពយើងកុំគិតអីច្រើនដល់ម៉ោងយើងហាត់ទៅចឹងគឺវាបានផលដែរចាអ្នកប្រឹងចេះតែប្រឹងទៅអ្នកមិនសូវប្រឹងក៏តាមនឹងចឹងទៅអត់បង្ខំអីទេបងប្អូនហើយចាធ្វើទៅតាមនឹងចឹងទៅអ្នកបង្ខំក៏គេប្រឹងរបស់គេចឹងទៅអ្នកអត់សូវប្រឹងក៏អត់ទៅគាត់បានមកទៅសើចលេងសប្បាយចឹងទៅចាគេរួនចឹងហ្នឹងដើម្បីអីឲ្យវារលាយខ្លាញ់រាងកាយកាពះពោះវៀនយើងហ្នឹងវាដើរល្អវាមិនសូវពិបាកក្នុងការរំលាយអាហារអីចឹងណាវាយើងចាស់ហើយតាំងតែងណាស់រឿងហូបអាហារហើយយើងហូបហើយខ្លាំងពេកក៏វាអត់រំលាយដែរគោកពេកក៏វាអត់រំលាយដែរចាដល់អញ្ចឹងយើងត្រូវលៃតាមនឹងទៅយើងហូបចុកហ្នឹងកុំបដោយទៅតាមចិត្តយើងចង់ពេកយើងហូបលៃលោកតាមនឹងឲ្យរាងកាយយើងទទួលបានអញ្ចឹងណាចាគឺយើងហូបបាយយើងកុំចង់តាអត្ថន័យណាដែលយើង